ការដែលមនុស្សស្រីម្នាក់សម្រេចចិត្តប្រាប់គ្រប់រឿងរ៉ាវរបស់នាងទាំងអស់ទៅកាន់មនុស្សប្រុសដែលនាងស្រឡាញ់ទោះបីជាដឹងថារឿងខ្លះគាត់មិនអាចបំពេញបំណងឲ្យនាងបានក៏ដោយនោះគឺមកពីមូលហេតុផ្លូវចិត្តមនោចេតនាដ៏ជ្រាលជ្រៅមួយចំនួនសម្រាប់នាងគាត់មិនមែនគ្រាន់តែជាសង្សារឬជាប្តីឬជាមនុស្សដែលនាងស្រឡាញ់ធម្មតានោះទេប៉ុន្តែគាត់គឺជាតំបន់សុវត្ថិភាពសម្រាប់នាងការដែលនាងហ៊ានបើកចំហរឿងគ្រប់យ៉ាងព្រោះនាងមានទំនុកចិត្តទាំងស្រុងថាគាត់នឹងមិនកាត់សេចក្តីមិនសើចចំអកឬយកចំណុចខ្សោយរបស់នាងទៅនិយាយបន្តឡើយនាងគ្រាន់តែត្រូវការអ្នកស្ដាប់មិនមែនជាអ្នកដោះស្រាយបញ្ហានោះទេមនុស្សស្រីភាគច្រើននៅពេលមានរឿងរ៉ាវក្នុងចិត្តនាងមិនបានរំពឹងថាដៃគូត្រូវតែមានវេទមន្តមកដោះស្រាយគ្រប់យ៉ាងឲ្យនាងនោះឡើយអ្វីដែលនាងត្រូវការខ្លាំងបំផុតនោះគឺការយកចិត្តការលងលោមនិងការចាំស្ដាប់ដោយក្តីបារម្ភតែប៉ុណ្ណោះគ្រាន់តែបាននិយាយចេញមកនោះគឺវាធូរស្រាលចិត្តបាត់ទៅហើយនាងចង់ឲ្យមនុស្សដែលនាងស្រឡាញ់បានស្គាល់ពីពិភពលោករបស់នាងស្គាល់ពីការគិតក្តីសម័យការជឿចាប់និងចរិតលក្ខណៈពិតរបស់នាងមិនចង់លាក់បាំងឬក៏មានអាត់កំបាំងអីជាមួយនឹងមនុស្សដែលនាងចង់រួមដំណើរជីវិតជាមួយនោះឡើយការផ្ដល់តម្លៃនិងការគោរពការចែករំលែករឿងរ៉ាវគ្រប់យ៉ាងបង្ហាញថាគាត់ជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់នាងផ្ដល់តម្លៃឲ្យគាត់ជាចំណែកមួយនៃជីវិតរបស់នាងដូច្នេះមិនថារឿងតូចឬរឿងធំនាងតែងតែនឹកឃើញគាត់មុនគេបង្អស់និយាយឲ្យខ្លីទៅវាជាទម្រង់នៃការបង្ហាញនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធមួយនាងមិនបានរំពឹងផលប្រយោជន៍ឬតម្រូវឲ្យគាត់ធ្វើអីឲ្យហួសពីសមត្ថភាពឡើយអ្វីដែលនាងចង់បាននោះគឺចង់ឲ្យគាត់ដឹងថាក្នុងពិភពលោករបស់នាងគឺមានគាត់តែម្នាក់គត់ដែលនាងផ្ដល់ក្តីទុកចិត្តនិងក្តីសង្ឃឹមខ្លាំងបំផុត